បាទជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់បង្ហាញអំពីវិធីធ្វើចម្រោះតែជ្រក់ដើម្បីផលិតជាតែក្រូចឆ្មាឬក៏ហៅថាតែជ្រក់នោះអញ្ចឹងនេះខ្ញុំទិញពីផ្សារទៅ3គីឡូអញ្ចឹងវិធីធ្វើងាយគឺយើងយកក្រូចមកលាងហើយនៅពេលយើងលាងរួចគឺយើងចិតដាក់នៅក្នុងចានដែកមួយហើយក្រូចនេះគឺខ្ញុំបានទិញ3គីឡូពីផ្សារអញ្ចឹងវាអាចផលិតទឹកយើងអាចចម្រោះទឹកហ្នឹងវាបានចំនួន2 លីត្រទៅ1 លីត្រខ្លះផងដែរវាអាស្រ័យទៅលើក្រូចដែលយើងទិញអញ្ចឹងការរើសក្រូចយើងត្រូវយកក្រូចដែលល្អដែលវាអត់ស្វិតអញ្ចឹងណាដើម្បីផលិតច្បាច់ចេញទឹកបានច្រើនអញ្ចឹងតកតងនឹងការហាន់គឺហាន់ធម្មតាយើងពុះជា2អញ្ចឹងបងប្អូនយើងពុះជា2ហើយដាក់នឹងកធុនឬក៏កញ្ច្រែងអញ្ចឹងទៅហើយបន្ទាប់ពីយើងពុះរួចរាល់អស់ហើយក៏យើងយកចានដែកឬក៏មានអីក៏បានដែរយើងអាចយកកត្រងមកដើម្បីយើងច្បាច់ចម្រោះយកទឹកអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយវិធីសាស្ត្រចម្រោះគឺយើងមានច្រើនបែបយើងអាចប្រើម៉ាស៊ីនយើងអាចប្រើដៃហើយប្រភេទម៉ាស៊ីនយើងមានច្រើនប៉ុន្តែអ្វីដែលល្អយើងអាចប្រើដៃបានគឺយើងប្រើដៃទៅពីសំទោសពីព្រោះថាបើសិនយើងប្រើដៃដល់ពេលយើងច្បាច់ទៅគឺទឹកនៅក្នុងក្រូចនេះគឺវាអស់ហើយវាអត់បែកគ្រាប់ណាដល់ពេលយើងប្រើម៉ាស៊ីនអាចបែកគ្រាប់ធ្វើឲ្យក្រូចរបស់យើងគឺវាល្វីងអញ្ចឹងការផលិតចម្រោះទឹកនោះក៏វាល្វីងតាមនឹងដែរតែនេះគឺយើងធ្វើបែបនេះគឺវាធ្វើឲ្យទឹកក្រូចរបស់យើងធានាបានថារសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងដល់ពេលដែលយើងចម្រោះរួចរាល់អស់ហើយគឺយើងត្រូវតែធ្វើការត្រងវាម្សាទៀតមានន័យថាយើងដាក់ចម្រោះវាម្សាទៀតណាដើម្បីចម្រាញ់បានទឹកដែលមានគុណភាពក៏ដូចជាយើងយកកាកដែលមានកម្ទេចគ្រាប់ឬក៏កាកហៅថាកាកសាច់ក្រូចណាដើម្បីឲ្យវាធានាបានថាអូខេទទួលយកបានបន្ទាប់ពីហ្នឹងហើយគឺយើងច្រកដាក់ដបយើងអាចច្រកដាក់ដបហើយយើងរក្សាទុកក្នុងទូឬក៏កន្លែងដែលត្រជាក់ទើបអាចវារក្សាគុណភាពបានយូរអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបានសូមអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានកុំភ្លេចជួយចុច Subscribe ផងណាសូមអរគុណ